បើទោះជាមានការបកស្រាយពីរផ្សេងគ្នាមួយបែបវប្បធម៌ជាតិនិយមនិងមួយបែបភូមិសាស្ត្រនយោបាយក៏ដោយក៏បច្ចុប្បន្ននេះប្រជាជនខ្មែរទូទៅតែងចងចាំនិងមានមោទនភាពចំពោះអត្ថន័យទី1គឺសៀមរាបមានន័យថាសៀមចាញ់ដែលជានិមិត្តរូបនៃសេចក្តីក្លាហានរបស់បុព្វបុរសខ្មែរក្នុងការការពារទឹកដីនិងមាតុភូមិសូមលំអរកាយក្រាបថ្វាយបង្គំចំពោះព្រះករុណាព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរលោកស្រីលោកយាយលោកតាពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានវិលមកជួបគ្នាសាជាថ្មីនៅក្នុង Channel ខ្ញុំបាទរៀនពី AI កាលពីថ្ងៃមុនខ្ញុំបានជម្រាបជូនលោកអ្នកអំពីទស្សនវិជ្ជារួមនៅក្នុងខេត្តសៀមរាបដែលនៅក្នុងនោះខ្ញុំបានជម្រាបជូនពាក់ព័ន្ធទៅនឹងចំណុចសំខាន់មួយចំនួនរួចហើយនៅថ្ងៃនេះយើងនឹងរៀនដឹងជាមួយគ្នាអំពីប្រវត្តិនៃខេត្តសៀមរាបថាតើខេត្តសៀមរាបដែលយើងហៅថាខេត្តសៀមរាបរាល់ថ្ងៃនេះមានប្រវត្តិនិងដំណើរដើមទងយ៉ាងណាហើយចាប់ពីពេលណាមកបាទហើយក៏មានរឿងរ៉ាវអ្វីខ្លះបានជាមានឈ្មោះមកដល់សប្តាហ៍ថ្ងៃនេះដើម្បីកុំឲ្យខាតពេលយូរបាទយើងចូលទៅដល់សាច់រឿងទាំងអស់គ្នាតែម្ដងពាក់ព័ន្ធទៅនឹងពាក្យថាសៀមរាបនេះប្រវត្តិនិងប្រភពនៃឈ្មោះសៀមរាបគឺជារឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជក់ចិត្តនិងមានការបកស្រាយបែបវែកញែកអំពីសំណាក់អ្នកប្រវត្តិវិទូពាក្យថាសៀមរាបមានន័យត្រង់ថាសៀមចាញ់ឬសៀមរាបស្មើដោយកន្ទះបាទនេះគឺជាពាក្យថាសៀមរាបណាបាទដើម្បីឲ្យបានក្បោះក្បាយខ្ញុំសូមជម្រាបជូននៅសាច់រឿងនិងទស្សនៈសំខាន់ពីរដែលតាក់ទងទៅនឹងការកកើតនៃឈ្មោះនេះព្រមទាំងការបរិច្ឆេទនៃគ្រិស្តសករាជដែលមានជាបន្តទៅនេះទី1ទស្សនៈទី1ជ័យជំនះរបស់ព្រះបាទអង្គច័ន្ទទី1សតវត្សទី16នេះគឺជាសាច់រឿងដែលត្រូវបានទទួលស្គាល់និងកត់ត្រាក្នុងព្រះរាជពង្សាវតារខ្មែរហើយក៏ជាប្រភពដែលគេស្គាល់ច្រើនជាងគេបំផុតរឿងដើមនៃរឿងរ៉ាវនៅក្នុងអំឡុងសតវត្សទី16ប្រទេសកម្ពុជាស្ថិតក្នុងសម័យកាលលង្វែកនៅពេលនោះសៀមដែលយើងហៅបច្ចុប្បន្នថាថៃតែងតែលើកទ័ពមកឈ្លានពានទឹកដីខ្មែរជាញឹកញាប់នៅប្រទេសខ្មែរមានការជ្រែករាជពីសំណាក់ស្ដេចកនប៉ុន្តែក្រោយមកព្រះបាទអង្គច័ន្ទទី1ព្រះបរមរាជាច័ន្ទរាជាបានវាយបង្ក្រាបស្ដេចកននិងឡើងគ្រងរាជសម្បត្តិនៅឆ្នាំ1540ជួនកាលរឿងរ៉ាវបន្តរហូតទៅដល់ឆ្នាំ1546ស្ដេចសៀមបានបញ្ជូនមេទ័ពម្នាក់ឈ្មោះពញាអុងត្រូវជាកូនធររបស់ស្ដេចសៀមនិងជាបុត្ររបស់ព្រះស្រីសុគន្ធបុត្រដែលរត់ភៀសខ្លួនទៅស្រុកសៀមឲ្យដឹកនាំកងទ័ពសៀមយ៉ាងច្រើនកុះករមកវាយលោកខ្មែរក្នុងបំណងដណ្ដើមរាជ្យព្រះអង្គច័ន្ទទី1បានដឹកនាំទ័ពខ្មែរទៅស្ទាក់វាយតទ័ពនិងទ័ពសៀមយ៉ាងខ្លាំងក្លានៅសមរភូមិមួយក្នុងទឹកដីខេត្តសៀមរាបបច្ចុប្បន្ននៅក្នុងសមរភូមិនោះខ្មែរទទួលបានជ័យជំនះយ៉ាងធំធេងដោយភរិយារបស់មេទ័ពខ្មែរលោកយាយទេពបានជួយធ្វើឧបាយកលហើយព្រះបាទអង្គច័ន្ទទី1ផ្ទាល់បានធ្វើគុតមេទ័ពសៀមពញាអុងលើខ្នងដំរីកងទ័ពសៀមត្រូវបរាជ័យយ៉ាងដំណំបាត់បង់អាយុជីវិតនិងរត់ខ្ចាត់ខ្ចាយវិលត្រឡប់ទៅវិញហេតុអ្វីបានឈ្មោះថាសៀមរាបដើម្បីរំលឹកដល់ជ័យជំនះដ៏អស្ចារ្យដែលកងទ័ពខ្មែរបានវាយកំទេចកងទ័ពសៀមឲ្យបរាជ័យដេកដួលរាបស្មើដោយកន្ទះលើទឹកដីនោះព្រះបាទអង្គច័ន្ទទី1ក៏បានប្រោះព្រះរាជទានដាក់ឈ្មោះតំបន់នោះថាសៀមរាបចាប់តាំងពីពេលនោះមកលោកស្រីលោកយាយលោកតាពុកម៉ែបងប្អូនជាទីគោរពនេះគឺជាទស្សនៈទី1ចំណុចទី2និងទស្សនៈទី2ព្រឹត្តិការណ៍ឆ្នាំ1794 1795សម័យឧដុង្គ
អ្នកប្រវត្តិវិទូនិងអ្នកស្រាវជ្រាវមួយចំនួនទៀតរួមទាំងអ្នកប្រវត្តិសាស្ត្រថៃនិងបារាំងបានលើកឡើងពីទស្សនៈខុសពីខាងលើដោយផ្អែកលើព្រឹត្តិការណ៍នយោបាយរឿងរ៉ាវនៅចុងសតវត្សទី18ក្នុងរវាងឆ្នាំ1794ដល់1795ប្រទេសខ្មែរមានភាពទន់ខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់សៀមនាសម័យនោះមន្ត្រីខ្មែរម្នាក់ឈ្មោះអុកញ៉ាចក្រីបែនបានក្បត់ទៅចុះចូលនឹងសៀមស្ដេចសៀមបានតែងតាំងរូបលោកឲ្យធ្វើជាចៅហ្វាយខេត្តគ្រប់គ្រងដែនដីភាគខាងជើងរបស់ខ្មែររួមមានខេត្តបាត់ដំបងស៊ីសុផុនដែលយើងហៅសពថ្ងៃថាខេត្តបន្ទាយមានជ័យនិងសេរីសុផុនឆ្លៀតក្នុងឱកាសនោះភាគីសៀមបានកាត់យកខេត្តទាំងនោះរួមទាំងតំបន់អង្គរទៅស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ទីក្រុងបាងកកសៀមបានបដូរឈ្មោះតំបន់អង្គរនេះទៅជាភាសាសៀមថាសៀមរាបដែលជាភាសាថៃខ្ញុំអត់ចេះអានទេបាទដូចជាបើគាត់សរសេរជាឡាតាំងមកគឺសៀមរាបដែលមានន័យថាដែនដីរបស់សៀមឬទឹកដីដែលសៀមគ្រប់គ្រងពាក្យរៀបឬក៏រត់នៅក្នុងន័យនេះមិនមែនប្រែថាចាញ់ឬក៏រៀបស្មើទេគឺមកពីពាក្យរាសឬរត់លុះដល់ឆ្នាំ1907ក្រោមសន្ធិសញ្ញាបារាំងសៀមបារាំងបានបង្ខំឲ្យសៀមប្រគល់ទឹកដីភាគខាងជើងទាំងនេះបាត់ដំបងសៀមរាបសេរីសុផាន់មកឲ្យខ្មែរវិញពេលនោះខ្មែរក៏បានបដូរការសរសេរនិងការហៅមកជាសៀមរាបក្នុងន័យដើមរបស់ខ្មែរវិញគឺសៀមចាញ់ដើម្បីជំរះភាពអាម៉ាស់កាលពីអតីតកាលលោកយាយលោកតាពុកម៉ែបងប្អូនជាទីគោរពនេះគឺជាទស្សនៈទី2យើងចូលដល់ចំណុចទី3តើចាប់ពីឆ្នាំណាមកនៃគ្រិស្តសករាជពាក្យថាសៀមរាបនេះយើងប្រើពីឆ្នាំណាមកនៃគ្រិស្តសករាជបើយោងតាមទស្សនៈទី1ពងសាវតាខ្មែរឈ្មោះនេះកើតឡើងបន្ទាប់ពីសង្គ្រាមឈ្នះសៀមក្នុងរាជការព្រះបាទអង្គច័ន្ទទី1ពលគឺស្ថិតក្នុងរវាងឆ្នាំ1540ដល់1546នៃគ្រិស្តសករាជបើយោងតាមទស្សនៈទី2ឯកសារប្រវត្តិសាស្ត្រលិខិតស្នាមឈ្មោះនេះចាប់ផ្ដើមលេចឡើងនិងត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងឯកសាររដ្ឋបាលចាប់ពីឆ្នាំ1795នៃគ្រិស្តសករាជពេលសៀមគ្រប់គ្រងនិងរឹងរិតតែច្បាស់លាស់នៅឆ្នាំ1907នៃគ្រិស្តសករាជដែលខ្មែរបានទឹកដីមកវិញសេចក្តីសន្និដ្ឋានបើទោះជាមានការបកស្រាយពីរផ្សេងគ្នាមួយបែបវប្បធម៌ជាតិនិយមនិងមួយបែបភូមិសាស្ត្រនយោបាយក៏ដោយក៏បច្ចុប្បន្ននេះប្រជាជនខ្មែរទូទៅតែងចងចាំនិងមានមោទនភាពចំពោះអត្ថន័យទី1គឺសៀមរាបមានន័យថាសៀមចាញ់ដែលជានិមិត្តរូបនៃសេចក្តីក្លាហានរបស់បុព្វបុរសខ្មែរក្នុងការការពារទឹកដីនិងមាតុភូមិលោកស្រីលោកយាយលោកតាពុកម៉ែបងប្អូនជាទីគោរពនេះគឺជាប្រវត្តិនិងដំណើរដើមតងដោយសង្ខេបពាក់ព័ន្ធទៅនឹងខេត្តសៀមរាបដែលមានទស្សនៈពីរផ្សេងគ្នាដោយដែលខ្ញុំបានជម្រាបជូនខាងលើនេះក៏ប៉ុន្តែទោះជាយ៉ាងណានៅក្នុងសេចក្តីសន្និដ្ឋានជារួមតែបានជម្រាបជូនបាញ់ហ្នឹងថាប្រជាជនខ្មែរយើងជាទូទៅតែងតែចងចាំនិងមានមោទនភាពចំពោះអត្ថន័យទី1គឺសៀមរាបដែលយើងហៅមកពាក្យខ្មែរយើងសៀមរាបរៀបហ្នឹងគឺរៀបស្មើណាបាទរៀបស្មើឬក៏មានន័យថាចាញ់បាទហើយសៀមគឺជនជាតិសៀមសំដៅលើប្រទេសសៀមបាទឬក៏ជនជាតិសៀមបាទដែលរាល់ថ្ងៃយើងហៅថាថៃហ្នឹងអញ្ចឹងគឺខ្ញុំបាទសូមជម្រាបជូនដោយសង្ខេបប៉ុណ្ណេះចុះហើយបើមានការខ្វះខាតសេចក្តីលើសលួសអីយ៉ាងណាក៏សូមអធិស្ឋានអភ័យទោសពីសំណាក់អស់លោកស្រីលោកយាយលោកតាទាំងអស់ដែលបានដឹងរឿងនេះហើយបើសិនជាខ្ញុំជម្រាបជូនទៅហើយមានការខ្វះខាតចន្លោះត្រង់ណាពុកម៉ែបងប្អូនអាចជួយ comment ជួយបញ្ចេញមតិនៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងធ្វើការកែសម្រួលឲ្យត្រូវទៅនឹងភាពពិតដែលយើងអាចទទួលយកបានទាំងអស់គ្នាសម្រាប់ពេលនេះខ្ញុំប្រកាសថាខ្ញុំបាទសូមអរគុណនិងសូមអរគុណ